ការពីយូលងណាស់មកហើយគឺខ្ញុំមែនតែខេត្តសៀមរាបដោយធ្វើដំណើរចេញពីវិមានឯករាជ្យពោះទៅកាន់ខេត្តសៀមរាបហើយនេះគឺជាការធ្វើដំណើររបស់ខ្ញុំទៅតាមផ្លូវ relax ស្ដាប់បទចម្រៀងមើលទេសភាពតាមដងផ្លូវបាត់ថយអស់លេងមិនយូរប្រហែលខ្ញុំក៏មកដល់ខេត្តសៀមរាបសម្រាប់បានមួយផ្លែតខ្ញុំក៏បានធ្វើដំណើរទៅប៉ូលីសយន្តហោះដើម្បីថតវីដេអូឲ្យបងសុភារីដែលគាត់ទៅទទួល influencer មកពីប្រទេសចិនយូរងគឺសុទ្ធតែអ្នកល្បីៗនៅក្នុងប្រទេសចិនតែម្ដងហើយនៅពេលដែលគាត់ចុះពីលើយន្តហោះមកហ្នឹងគឺថា influencer នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងបានស្វាគមន៍គាត់យ៉ាងកក់ក្ដៅខ្លាំងមែនទែននិងសន្និសីទគ្នារួចបង្ហាញពីវប្បធម៌គ្នាទៅវិញទៅមកផងដែរបន្ទាប់មកយើងក៏បានមានអាហារសម្រន់ផ្សេងទាំងឆ្ងាញ់ជាច្រើនបែបខ្មែរយើងទាំងអស់ហ្មងទាំងផ្អែមទាំងអីហ្នឹងស្វាគមន៍គាត់យ៉ាងកក់ក្ដៅហើយសំខាន់គឺមានទឹកកកឈូសរបស់ខ្មែរយើងទៀតហើយដោយសារតែពេលនោះគឺខ្ញុំធ្វើដំណើរផ្លូវឆ្ងាយរៀងអស់កម្លាំងដែរខ្ញុំក៏បានគេងលក់ដោយអត់ដឹងថាខ្លួនឯងគេងលក់សំមានស្អែកឡើងខ្ញុំខកពីគេងមកគឺថាស្រស់ស្រាយខ្លាំងមែនតែនបើកបង្នន់បើកប្អួចមកគឺថានៅខាងក្រៅ fresh ខ្លាំងមែនតែនស្អែកក្រោយខ្ញុំទៅគេងនឹងទៀតហើយពេលព្រឹកព្រលឹមឡើងខ្ញុំក៏បានរៀបចំខ្លួនទៅញ៉ាំអីរួចក៏ធ្វើដំណើរទៅប្រាសាទអង្គរវត្តសំខាន់ណាស់គឺចូលតាមខ្លងទ្វារខាងក្រោយទៀតគឺខ្ញុំមិនដែលបានចូលប្រាសាទអង្គរវត្តពីខាងក្រោយហ្នឹងទេគឺវា fresh ខ្លាំងមែនតែនសម្រាប់ខ្ញុំលើកទី1អីហើយយប់ឡើងមុនមកភ្នំពេញវិញហ្នឹងខ្ញុំក៏បានទៅប៉ូលីសយន្តហោះថ្មីនៅខេត្តសៀមរាបម្ដងទៀតដើម្បីទៅមើលការតាំងពិព័រណ៍ផ្លាស់ប្ដូរវប្បធម៌គ្នារវាងប្រទេសចិននិងកម្ពុជាហាត់ហើយអូវ៉េលក្ខណៈថាអត់ចេះអត់គេងយកឡើងគេងលក់ស្រួលហើយទៅស្លាប់យកបងមែនទេប្អូនnghe សម្រាប់ខ្លួនណាអូរូបអីគេរូបគោទៀតអូមិនឃើញដោះខ្លាច់បាត់គោបាទមកពីខាងណាវិញហ្នឹងលឹកនៅសៀមរាបឃើញវិចខ្ចប់ឡើងស្អាតខ្លាំងមែនតែនវិចខ្ចប់ឡើងស្អាតនោះមានកសែងមានអីទៀតហើយចឹងហើយមកអាស្អីគេអាថង់កអូបមកថង់កអូបមកអូមែនឡើងដូចទឹកអប់ហ្នឹងអស់គ្នាហាត់ហើយគឺចង់ញ៉ាំនេះគេកអូបទេយ៉ាប្រេងកអូបមកហើយខ្ញុំក៏បានធ្វើដំណើរឡើងមកភ្នំពេញវិញដល់ផ្ទះម៉ោង 3:00 ភ្លឺ